សូមជូនដើមកំណើតអង្គររូបចម្លាក់ផ្ទាំងសិលាជាជញ្ជាំងរោងថែវនៃបរិវេណទី3សឹងប្រកបដោយរូបចម្លាក់ជាច្រើនអនេកដែលមានកម្ពស់2 ម៉ែត្រនិងផ្ទៃក្រឡាទំហំ2 គីឡូម៉ែត្រទ្វេគុណដោយឥដ្ឋរោមបញ្ចូលមន្តបពីខាងក្នុងផងរូបចម្លាក់ទាំងនេះនិទានអំពីរឿងព្រេងនិងឆាកប្រវត្តិសាស្ត្រតាមការសង្កេតពិនិត្យយ៉ាងហ្មត់ចត់ក្បាច់ចម្លាក់ទាំងឡាយមិនមែនឆ្លាក់ជ្រៅទៅក្នុងថ្មប៉ុន្មានទេហើយច្បាស់ជាថ្មីដីដ៏បរិសុទ្ធរបស់វិចិត្រករដោយពិតប្រាកដព្រោះសម័យនោះអ្នកឆ្លាក់គ្រាន់តែធ្វើលំនាំស្នាមគំនូរនៃអ្នកគូតែប៉ុណ្ណោះលោកក្លូដែលបានពូលបញ្ជាក់ថាក្បាច់ក្បូរនិងរូបចម្លាក់ទាំងអស់មិនមែនជាស្នាដៃរបស់ជាងចម្លាក់តែមួយរូបឡើយគឺជាស្នាដៃរបស់វិចិត្រករច្រើនរូបរាប់មិនអស់ព្រោះគេសង្កេតឃើញថារូបចម្លាក់ខ្លះមានភាពយ៉ាងប្រណិតល្អជាងគេដែលជាស្នាដៃសិល្បករស្ទើរជំនាញហើយយល់ច្បាស់នៅទម្រង់រូបដែលត្រូវគូររូបខ្លះទៀតមានភាពអន់ថយជាងគេដោយអ្នកឆ្លាក់មិនសូវយល់ច្បាស់លើសនៅទម្រង់រូបហើយក៏បណ្ដោយឲ្យមានភាពមិនដូចគេឯងជួនកាលរាងមូលក្រលុចហូបជួនកាលរាងស្គមស្ដើងហូបក៏សឹងមានតាមធម្មតាអ្នកទស្សនាដែលមកមើលជាបន្ទាន់ច្រើនតែចូលចិត្តទៅគន់ពិនិត្យរូបចម្លាក់ក្នុងរោងថែវដែលនៅខាងត្បូងអាក់ធំនៃប្រាសាទនិងភាគបន្ថែមនៃរោងថែវដែលនៅខាងត្បូងរហូតទៅទល់គ្នានឹងមន្តបមុំខាងជើងឈីងខាងខ្លាច់រោងថែវនេះប្រកបដោយរូបចម្លាក់ល្អចម្លែកម្យ៉ាងទៀតក្រៅពីនេះនៅក្នុងផ្នែក1ភាគ4នៃរោងថែវខាងជើងឈីងខាងកើតរូបចម្លាក់មានភាពអន់ថយជាងពីព្រោះកន្លែងនេះហាក់ដូចជាធ្វើឡើងដោយញាប់ប្រញាល់មិនសូវផ្ចិតផ្ចង់ឡើយលោកកូឡូប៊ីវបានពិនិត្យយ៉ាងច្បាស់លាស់នៅលក្ខណៈនៃក្បាច់និងរូបចម្លាក់ហើយបានធ្វើអត្ថាធិប្បាយថាប្រកាសជាមានអន្តរាគមនៃអ្នកប្រតិបត្តិការជាតិចិនមកជួយបង្ហើរជាបន្ទាន់នៅកិច្ចការដែលបានគ្រោងទុកជាមុនហើយនៅឡើយក្នុងការរៀបចំផ្ទាំងរូបចម្លាក់គេបានជួបប្រទះឃើញភាពផ្សេងគ្នាពីផ្ទាំងគំនូរទី1ប្រកបដោយសមាសភាពតែមួយដែលពោពេញទៅដោយឆាកចម្បាំងរាំងជលមួយធំទាំងរូបអេទីតសឹងប្រកបដោយរូបជាចិនជាថ្នាក់តាមរបៀបជារូបចម្លាក់ដ៏ថ្លៃថ្នូរនៃសម័យពាក់កណ្ដាលសតវត្សទី11បើតាមការពិនិត្យពិចារណារបស់លោកសេដេសសឹងតែទាំងអស់នោះអ្នកទស្សនាត្រូវដើរមើលរូបចម្លាក់ចាប់ពីខ្លោងទ្វារចូលខាងខ្លាច់ទៅខាងត្បូងតាមទិសហែខ្មោចមិនត្រូវដើរមើលពីកើតទៅជើងតាមទ្រឹស្ដីប្រមាណរបស់លោកប៊ូសដែលយកមូលដ្ឋានកាលសម័យនៃព្រឹត្តិការណ៍ដែលបញ្ជាក់ពីរជ្ជកាលនៃព្រះទេវរាជឡើយក្រៅពីនេះរឿងរ៉ាវនៅផ្ទាំងជញ្ជាំងនៃរោងតូងសឹងតាក់ទងនឹងរឿងព្រះនារាយណ៍ស្ទើរតែទាំងអស់